3សំណួរត្រេនមួយ3សំណួរត្រេនមួយថ្ងៃនេះខ្ញុំនឹងរកជើងឯងម្នាក់ទៀតដើម្បីបានត្រេនមួយនេះគ្រាន់តែឆ្លើយ3សំណួរតែប៉ុណ្ណោះឥឡូវខ្ញុំបានរកឃើញជើងឯងម្នាក់ទៀតហើយគឺលោកគ្រូខុនជាមួយតើលោកគ្រូអាចយកត្រេនមួយនេះបានអត់បាទលោកគ្រូត្រៀមរួចនៅហើយបាទអញ្ចឹងសំណួរទី1តើប្រាសាទអង្គរវត្តសាងសង់បែរទៅទិសខាងណាកទិសខាងកើតខទិសខាងលិចកទិសខាងជើងនិងខទិសខាងត្បូងចម្លើយខទិសខាងលិចបាទចំណាយនេះពិតជាត្រឹមត្រូវបាទសំណួរងាយៗលោកគ្រូបាទងាយៗបាទឥឡូវសំណួរទី2តើប្រាសាទអង្គរវត្តមានឈ្មោះដើមអ្វីកប្រាសាទព្រះបរមវិស្ណុលោកខប្រាសាទហរិហរល័យកប្រាសាទមេបុនខប្រាសាទនគរនោះគៀងបាត់លោកគ្រូឆ្លើយចេញអត់នេះលោកគ្រូគិតថាលោកគ្រូអត់ចេញឥឡូវចង់សុំជំនួយឥឡូវខ្ញុំមានជំនួយសម្រាប់លោកគ្រូប្រាប់រឿងខ្ញុំមួយមកខ្ញុំលុបចម្លើយ2បាទអាចសុំបាទឥឡូវលោកគ្រូបើសិនបើសិស្សធ្វើខុសវិន័យតើលោកគ្រូដោះស្រាយបែបមិនទៅលោកគ្រូសម្រាប់សិស្សខុសវិន័យទី1យើងត្រូវតែយើងគ្រូរៀនតាមមុខវិជ្ជាយើងត្រូវដោះស្រាយមួយឲ្យទៅសិនបាទបើថាយើងដោះស្រាយអត់ចេញទេទី2យើងទៅរកគ្រូបន្ទប់ថ្នាក់ដើម្បីទៅជួយដោះស្រាយផ្សេងទៀតបើថាដំណាក់កាលទី3ដែលគ្រូបន្ទប់ថ្នាក់កើតអត់ដោះស្រាយអត់បានយើងរួមទៅគ្រូប្រធានផ្នែកតែគ្រូប្រធានផ្នែកអត់បានទេយើងចាប់តាមអញ្ជើញអាជ្ញាធរសិស្សដើម្បីមកពិភាក្សារកការដំណោះស្រាយនឹងតែបើថានៅតែដោះស្រាយបានទៀតយើងរួមទៅខាងនាយកឲ្យជួយដោះស្រាយទៀតបាទឥឡូវខ្ញុំទៅចម្លើយ2បាទកចម្លើយកប្រាសាទព្រះបរមវិស្ណុលោកឬចម្លើយខប្រាសាទនគរសម្រាប់ចិត្តយកកបាទចំណាយនេះពិតជាត្រឹមត្រូវបាទឥឡូវសំណួរទី3បាទសំណួរទី3តើប្រាសាទអង្គរវត្តមានកំពូលចំនួនប៉ុន្មានកមានចំនួន5ខមានចំនួន8កមានចំនួន10និងខមានចំនួន12ទេបើតាមខ្ញុំយកដល់ប្រហែលជាមាន5តែគឺលោកគ្រូដាក់មកច្រើនអញ្ចឹងមានតែប្រមាណសន្និដ្ឋានសុំជំនួយមួយទៀតបានអត់បាទឥឡូវសុំជំនួយអញ្ចឹងខ្ញុំសួរលោកគ្រូមួយទៀតតើនៅ Western Bridge នេះមានថ្នាក់សាមគ្គីខ្លះអញ្ចឹងសូមលោកគ្រូរៀបរាប់ឲ្យខ្ញុំតិចបាទសម្រាប់វគ្គបំពន់នៅសាលា Western Bridge យើងគឺយើងចាប់ផ្ដើមនៅថ្ងៃទី13ខែកក្កដាហ្នឹងហើយយើងផ្ដោតទៅលើពីមុខវិជ្ជាគឺភាសាខ្មែរនិងគណិតវិទ្យាដើម្បីត្រៀមកូនឡើងទៅថ្នាក់បន្តទៀតហើយជាពិសេសហ្នឹងគឺកុំឲ្យកូនសិស្សកតនេនៅផ្ទះច្រើនពេកបាទលោកគ្រូឥឡូវខ្ញុំលុប2ចម្លើយនៅសល់2ចម្លើយអញ្ចឹងមានក5និងខ12ឆ្លើយបន្ថយបាទគឺខ12ហើយអត់យក5ទេក្រែងកំពូលដល់5ទេលោកគ្រូខ្ញុំប្រហែលជាវានៅខាងមុខទៀតអញ្ចឹងនិយាយថាយើងបូកសរុបទៅខ្លាចមាន12អញ្ចឹងឆ្លើយ12%អញ្ចឹងបាទចម្លើយនេះពិតជាត្រឹមត្រូវបាទនេះត្រេនលោកគ្រូអូយខ្ញុំឡើងឈឺដៃទេនេះអូយបាទសប្បាយលោកគ្រូបាទសប្បាយចិត្តរំភើបព្រោះតែឃើញលោកគ្រូមកសប្បាយបាទអរគុណច្រើនលោកគ្រូបាទជំរាបលាលោកគ្រូ